សួស្តីបងប្អូនទាំងអស់គ្នាប៉ុន្មានម៉ោងនេះដំណឹងថាប្រទេសថៃប្រទេសមីយ៉ាន់ម៉ាជាដើមមានគ្រោះរញ្ជួយដីប៉ុន្តែលើកឡើងតែប្រទេសកម្ពុជាមួយមិនមានគ្រោះរញ្ជួយដីនោះទេហើយមិនមានការខូចខាតអ្វីដោយប្រទេសជិតខាងយ៉ាងដែរបងប្អូនទាំងអស់គ្នាមិនឆ្ងល់ទេតើហេតុអ្វីបានជាប្រទេសយើងមិនមានគ្រោះរញ្ជួយដីបែបនេះបើយោងទៅតាមបណ្ដាញទំនាក់ទំនងសង្គមជាច្រើនបានវែកញែកជាពិសេសគឺអ្នកដែលជឿជាក់ទៅលើជំនឿណាបងប្អូនលើជំនឿហ្នឹងគាត់បានលើកឡើងតាមបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់គាត់ថាដោយសារតែប្រទេសកម្ពុជាយើងហ្នឹងមានអ្នកមានបុណ្យមានគ្រូមន្តអាគមគ្រូបារមីហើយជាពិសេសហ្នឹងគឺមានវត្តមានរបស់ព្រះអង្គច័ន្ទមនីហើយព្រះអង្គច័ន្ទមនីនេះបងប្អូនទាំងអស់គ្នាបានដឹងហើយថាលោកគឺជាបុគ្គលមួយរូបដែលល្បីល្បាញខ្លាំងដែលប្រជាពុទ្ធបរិស័ទទាំងអស់បានទៅធ្វើបុណ្យជាមួយលោកដោយយល់ថាលោកហ្នឹងគឺជាអ្នកដែលអាចប្រោះខ្លួនរួចចាក់អំពីទុក្ខបានដូច្នេះហើយបានជាប្រជាពលរដ្ឋមួយចំនួនក៏ដូចជាអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនគាត់លើកឡើងថាដោយសារតែព្រះបារមីរបស់ព្រះអង្គច័ន្ទមនីទើបបានប្រទេសកម្ពុជាយើងនឹងរួចផុតអំពីគ្រោះរញ្ជួយដីប៉ុន្តែបងប្អូនទាំងអស់គ្នាត្រូវចាំថាតើមានតែប្រទេសកម្ពុជាមួយមែនឬដែលមានអ្នកមានបុណ្យចុះប្រទេសថៃប្រទេសមីយ៉ាន់ម៉ាដែលជាប្រទេសគោរពព្រះពុទ្ធសាសនាមានព្រះសង្ឃមានអីដូចជាប្រទេសកម្ពុជាដែរតែហេតុអ្វីបានជាមិនជួយបងប្អូនហើយទៅគេក៏មានប្រជិតដីរបស់ព្រះសម្មាសម្ពុទ្ធមានអ្នកពូកែប្រការនឹងគឺច្រើនល្បីខាងមន្តអាគមហេតុអ្វីបានជាខាងគេនឹងមិនជួយប្រទេសគេរួចផុតអំពីគ្រោះរញ្ជួយដីទៅខ្ញុំសូមបញ្ជាក់បងប្អូនទាំងអស់គ្នាថាអាគមសមអាយុជំនឿវាតែងតែមានទៅលើមនុស្សយើងគ្រប់គ្នាទាំងអស់ប៉ុន្តែបងប្អូនទាំងអស់គ្នាមុននឹងយើងបញ្ចេញនៅទស្សនៈអ្វីមួយបងប្អូនទាំងអស់គ្នាត្រូវគិតណាជាពិសេសគឺបងប្អូនទាំងអស់គ្នាត្រូវសិក្សាត្រូវស្វែងយល់អំពីវិទ្យាសាស្ត្របានច្រើនជាជំនឿជាជំនឿបើសិនជាយើងយកជំនឿយកមកបាំងមុខពេកយូរទៅបងប្អូនទាំងអស់គ្នានឹងគឺតែទៅជឿននេះជឿននោះតាមការញុះញង់តាមការបោកបញ្ឆោតរបស់ជនអកតេមួយចំនួនជ្រឿតឱកាសក្នុងហ្នឹងគេក៏រកចំណូលបានដែរគេក៏រកចំណូលបានតាមរយៈការបោកប្រាស់របស់គេហ្នឹងដូច្នេះប្រទេសកម្ពុជាយើងមិនមានគ្រោះរញ្ជួយដីហ្នឹងមិនមែនមកពីបញ្ហាមិនមែនមកពីដោយសារតែមានអ្នកមានបុណ្យបារមីមានព្រះអង្គច័ន្ទមនីជាដើមនោះទេគឺដោយសារតែយើងហ្នឹងព្រោះវាមិនទាន់មកដល់ព្រោះណាមួយគឺកន្លែងទីតាំងភូមិសាស្ត្រដីរបស់យើងដីនៃប្រទេសកម្ពុជារបស់យើងហ្នឹងវាជាកន្លែងដែលមិនមានគ្រោះថ្នាក់កន្លែងសំណាងជាងគេបើយើងគិតថាសំណាងក៏វាត្រូវហើយពីព្រោះជប៉ុនជាដើមហ្នឹងគឺគេរញ្ជួយដីហ្នឹងគឺរាប់សិបដងក្នុងមួយថ្ងៃរាប់មិនអស់ទេដូច្នេះក្នុងនាមយើងទាំងអស់គ្នាជាពិសេសបងប្អូនជាអ្នកកាន់ពុទ្ធសាសនាត្រូវឆ្លៀតត្រង់ហ្នឹងមិនមែនអ្នកមានបុណ្យអីទេដោយសារតែយើងសំណាងបានរស់នៅក្នុងដែនដីសវណ្ណភូមិរបស់យើងដែលមិនមានគ្រោះធម្មជាតិកើតឡើងដូច្នេះបងប្អូនទាំងអស់គ្នាគឺត្រូវសិក្សាស្វែងយល់អំពីចំណុចហ្នឹងកុំងប់នឹងជំនឿពេកមុននឹងយើងជឿអ្វីមួយហ្នឹងបងប្អូនទាំងអស់គ្នាក៏ត្រូវតែសិក្សាស្វែងយល់ដែរមួយទៀតយើងត្រូវចេះស្រឡាញ់ជាតិសាសនាទឹកដីរបស់យើងឃើញទឹកដីរបស់យើងបានជួយយើងច្រើនណាស់ជាពិសេសគឺជួយយើងពីគ្រោះធម្មជាតិផ្សេងយើងអត់ដែលបានជួបទេរញ្ជួយដីហ្នឹងក៏យើងជួបប្រហែលខែមុនប្រហែលឆ្នាំមុននេះយើងជួបម្ដងប៉ុន្តែវាអត់ជាបញ្ហាគ្រោះថ្នាក់អីទេណែយើងគួរតែអរគុណដូនតារបស់យើងដែលបន្សល់ទុកនៅកន្លែងទឹកដីដែលល្អផូរផង់ដូច្នេះក្នុងនាមយើងជាកូនខ្មែរទាំងអស់គ្នាហ្នឹងត្រូវតែខិតខំសិក្សារៀនសូត្រខិតខំការពារទឹកដីរបស់យើង
ឲ្យបានល្អប្រសើរចឹងខ្ញុំមានតែប៉ុណ្្នឹងជាចុងក្រោយខ្ញុំចង់បញ្ជាក់បងប្អូនថាគ្រោះរញ្ជួយដីនេះមិនមែនមកពីអ្នកមិនមានបុណ្យអីទេប្រទេសគេនឹងក៏មានអ្នកមានបុណ្យដូចតែប្រទេសយើងដូចគ្នាហ្នឹងគេកាន់មានបារមីមានអីពីដូចតែយើងដែរហ្នឹងប៉ុន្តែក៏ងប់នឹងបារមីពេកណាយើងត្រូវសិក្សាបញ្ចូលស្វែងយល់បន្ថែមទៀតប្រទេសមីយ៉ាន់ម៉ាដោយការគ្រោះរញ្ជួយដីគឺ7.7 វិកទ័រគឺខ្លាំងណាស់ហ្នឹងហើយ